ល់ខ្លួនឯងដែរឲ្យតែពេលស្ងោបសិតច្បាំងចាយលើកណាគឺអត់ដែរមានទឹកថ្លាសបងប្អូនឯងទឹកវារៀងល្អរហូតខ្ញុំមិនដឹងថាមកពីមូលហេតុអីទេប៉ុន្តែច្រើនលើកច្រើនសារមកដែលខ្ញុំតាមដែលខ្ញុំសង្កេតមើលទៅបងប្អូនប្រហែលជាមកពីផ្សិតនឹងដោយសារតែផ្សិតនឹងវាចាយទៅវាមានពណ៌ក្រហមនៅពីក្រោមវាចឹងណាខ្ញុំថាវាចេញពណ៌មកពីនឹងឯងព្រោះដោយសារតែយើងលាងច្រើនទឹកលាងស្អាតហើយទោះបីលាងច្រើនទឹកយ៉ាងណាក៏វានៅតែពណ៌អញ្ចឹងដែរពេលដែលស្ងោរទៅមួយរយៈនេះចំណាយលុយទិញម្ហូបអស់តែតិចតួចឯងបងប្អូនដូចផ្សិតថ្ងៃនឹងអញ្ចឹងដែរអ៊ំនៅជិតខាងខ្ញុំគាត់ឲ្យទេព្រោះដោយសារតែគាត់អ្នកបដោផ្សិតលក់អីចឹងទៅគាត់ឲ្យរហូតបងប្អូនគាត់អាសាឲ្យមកដែរកាពិតទៅផ្សិតនឹងគាត់ឲ្យមកតាំងពីល្ងាចវាអត់តាន់ចាយចឹងឯងបងប្អូនវានៅចោលទេប៉ុន្តែដោយសារតែល្ងាចមិញហ្នឹងខ្ញុំមានម្ហូបខ្ញុំបានធ្វើទេខ្ញុំទុកធ្វើដល់ព្រឹកស្អែកស្ងោរផ្សិតស្ងោរអីចេះបើតាមតែចិត្តខ្ញុំខ្ញុំអត់ចង់ដាក់សាច់ទេបងប្អូនព្រោះដោយសារតែវាអត់សូវត្រូវគ្នាហ្មងទេពេលញ៉ាំយូរទៅវាមានអារម្មណ៍ថាតឡន់ប៉ុន្តែដោយសារតែប្តីខ្ញុំចូលចិត្តចឹងទៅខ្ញុំចិត្តតែដាក់ទៅណាមួយខ្ញុំអត់កច្រាមទៀតដាក់ដុំចឹងទៅឲ្យគាត់ឆ្កឹះញ៉ាំព្រោះគាត់អ្នកចូលចិត្តសាច់ណាមួយមួយរយៈនេះខានញ៉ាំសាច់រឿងយូរដែរហើយបងប្អូនត្រីឡើងញឹកញយមែនតើដោយសារតែមានម្ហូបនៅផ្ទះចឹងទៅខ្ញុំអត់ដែរបានទិញអីថែមទៀតទេខ្ញុំធ្វើតែត្រីនឹងសឹងតែរងថ្ងៃហើយថ្ងៃហ្នឹងខ្ញុំបំរុងថាខ្ញុំអត់ដាក់សាច់ផងបងប្អូនហើយប៉ុន្តែគិតសັບទៅនឹកឃើញអាណិតប្តីណាមួយគ្នាអត់ចំណូលលំហូបអញ្ចឹងផងបើសិនជាយើងអត់មានដាក់សាច់ដាក់អីឲ្យទៀតហ្នឹងដឹងតែយ៉ាប់ហ្មងហើយថ្ងៃហ្នឹងផ្ទះពីអ្នកម៉ែក៏ស្ងោរផ្សិតហ្នឹងហើយខ្ញុំក៏ស្ងោរផ្សិតហ្នឹងដែរប៉ុន្តែម៉ែក៏ស្ងោរទៅទេក៏អត់មានដាក់សាច់អីទេតែខ្ញុំដាក់សាច់ខ្លះម្ហូបខ្ញុំថ្ងៃហ្នឹងអត់សូវតំណងឲ្យបងប្អូនដោយសារតែទឹកសឡោវារៀងល្អអញ្ចឹងប៉ុន្តែបើនិយាយពីរសជាតិវិញតនេះឲ្យបងប្អូនហើយញ៉ាំជាមួយនឹងទឹកម្ទេសទឹកប្រហុកចេះហើយនិយាយពីថាអេហ្មងរសជាតិយ៉ាងឆ្ងាញ់ហ្មងមិនថាស្ងោរអីទេបើសិនជាយើងស្លោហើយយើងអត់មានជ្រក់មានអីមើលទៅដូចជាវាខ្វះរសជាតិអីម្យ៉ាងញ៉ាំទៅអត់ដឹងឆ្ងាញ់អីសោះហ្មង